បើស្រឡាញ់ខ្លួនឯងសូមឈប់និយាយថាគ្មានពេលតទៅទៀតទៅអូខ្ញុំរវល់ណាអត់មានពេលហាត់ប្រាណទេអូខ្ញុំរវល់ណាអត់មានពេលស្ដាប់ podcast អប់រំទេបើមួយថ្ងៃរត់តែពេលញ៉ាំបាយអត់ទៀងផងហ្នឹងអូខ្ញុំរវល់ណាអត់មានពេលអានសៀវភៅទេអូខ្ញុំរវល់ណាអត់មានពេលមើលតាមដានការសិក្សាកូនទេបើមួយថ្ងៃខំប្រឹងរកស៊ីរវល់ឡើងហត់សឹងអីនឹងមានពេលណាទៅធ្វើរឿងទាំងអស់ហ្នឹងបងប្អូនមានធ្លាប់ឆ្ងល់អត់ថាហេតុអីគេមានពេលវេលា24ម៉ោងដូចយើងដែរប៉ុន្តែគេធ្វើបានហើយនៅសល់ពេលទៀតមកពីគេអត់រវល់ដូចយើងឬក៏មកពីគេមានហេតុផលអីផ្សេងទៀតយើងនិយាយថាអត់មានពេលហាត់ប្រាណទេតែយើងបែរជាមានពេលវេលាជួបជុំគ្នារាល់ល្ងាចទៅវិញយើងនិយាយថាអត់មានពេលស្ដាប់ podcast អប់រំទេតែបែរជាមានពេលមើលរឿងភាគទៅវិញយើងនិយាយថាអត់មានពេលអានសៀវភៅទេតែយើងមានពេលនិយាយរឿងអ្នកដទៃយើងនិយាយថាអត់មានពេលមើលតាមដានការសិក្សារបស់កូនទេតែយើងបែរជាមានពេលវេលាតាមដានប្តីរបស់យើងទៅវិញដែលរឿងទាំងអស់ហ្នឹងសុទ្ធសឹងតែជារឿងអត្ថប្រយោជន៍ឬហៅម្យ៉ាងទៀតថាការធ្វើបាបខ្លួនឯងតែយើងបែរជាមានពេលគ្រប់គ្រាន់សម្រាប់ធ្វើវាទៅវិញបងប្អូនទាំងអស់គ្នាសកម្មភាពដែលយើងតែងតែធ្វើជាប្រចាំថ្ងៃហ្នឹងយូរទៅវានឹងคล้ายទៅជាទម្លាប់ហើយទម្លាប់ដដែលពិបាកកាយហ្នឹងយូរទៅវានឹងคล้ายទៅជាវាសនាហើយវាសនានោះនឹងคล้ายទៅជាអនាគតរបស់យើងអញ្ចឹងហើយបានជាមានឃ្លាអប់រំមួយគេនិយាយថាមិនបាច់ឆ្ងល់ទេថាអនាគតរបស់យើងបែបណាមើលទៅទង្វើសពថ្ងៃរបស់យើងហ្នឹងដឹងហើយបើមួយថ្ងៃហ្នឹងយើងគិតតែញ៉ាំរបស់អត់ល្អផឹកគ្រឿងស្រវឹងអត់ព្រមហាត់ប្រាណផងអញ្ចឹងអនាគតរបស់យើងហ្នឹងបើមិនឈឺទៅចម្លែកយ៉ាងណានេះគ្រាន់តែជាឧទាហរណ៍តូចមួយដែលខ្ញុំលើកយកមកឲ្យបងប្អូនទាំងអស់គ្នាពិចារណាប៉ុណ្ណោះខុសត្រូវអ្វីក៏សូមខន្តីអភ័យទោសទុកជាមុនពីបងប្អូនទាំងអស់គ្នាផងខ្ញុំលើកយកមកនិយាយនេះគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងតែប៉ុណ្ណោះក្នុងកលៈទេសៈណាក៏ដោយកុំបោះបង់ខ្លួនឯងហើយកុំអង្គុយឆ្ងល់ថាមិនក៏ចឹងហេតុអីបានជីវិតហ្នឹងទៅជាបែបហ្នឹងហេតុអីក៏ជីវិតហ្នឹងពិបាកម៉េះយើងគួរកលេចមើលដើមហេតុហើយចាប់ផ្ដើមធ្វើរឿងល្អស្ដាប់អ្វីល្អមើលអ្វីល្អដែលជួយផ្ដល់ចំណេះដឹងក្នុងជីវិតរស់នៅប្រចាំថ្ងៃពេលវេលា1នាទីរបស់យើងមានតម្លៃមិនអាចកាត់ថ្លៃជាលុយបានទេបងប្អូនទាំងអស់គ្នាពីព្រោះលុយមិនអាចយកទៅទិញពេលវេលាដែលកន្លងហួសទៅឲ្យត្រឡប់មកវិញបានទេកុំចំណាយពេលលើរឿងឥតប្រយោជន៍ច្រើនពេកបើយើងមិនចង់ក្លាយជាមនុស្សឥតប្រយោជន៍ការកំសាន្តណាអ្នកណាគេក៏ត្រូវការដែរយើងមិនអាចគិតតែមួយថ្ងៃអង្គុយតែអានសៀវភៅឬស្ដាប់ podcast អប់រំរហូតទេតែយើងគួរតែចេះលៃពេលវេលាធ្វើរឿងដែលមានប្រយោជន៍ខ្លះដើម្បីកុំឲ្យមួយថ្ងៃរបស់យើងនឹងវាកន្លងទៅដោយអត់ប្រយោជន៍ដោយយើងអត់មានបានធ្វើអីឲ្យកើតជាប្រយោជន៍ដល់ខ្លួនឯងសោះត្រូវចេះសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំបានធ្វើអ្វីខ្លះទង្វើដែលខ្ញុំធ្វើនឹងមានប្រយោជន៍ឬអត់តាមដានសកម្មភាពរបស់ខ្លួនឯងជាប្រចាំឬក៏យើងអាចរៀបចំជាការវិភាគក៏បានដែរដើម្បីឲ្យងាយស្រួលអនុវត្តតាមកុំឲ្យយើងភ្លេចខ្លួនណានៅពេលដែលយើងធ្វើបែបនេះបានជាប្រចាំមិនយូរទេយើងនឹងឃើញខ្លួនឯងផ្លាស់ប្ដូរប្រសើរឡើងបន្តិចម្ដងដោយមិនដឹងខ្លួនទុកលំបាកហ្នឹងក៏ថយចុះជាងមុនពីព្រោះតែយើងមានការយល់ដឹងច្រើនជាងមុនយើងសម្បូរគំនិតក្នុងការដោះស្រាយបញ្ហាហ្នឹងបានច្រើនជាងមុននេះជាវិធីផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការផ្លាស់ប្ដូរខ្លួនឯងប្រសិនបើបងប្អូនមានវិធីផ្សេងទៀតឬក៏មានមតិយោបល់ផ្សេងទៀតបងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈការ comment នៅខាងក្រោមវីដេអូនេះបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និងជួយចុចចែករំលែកអ្នកមួយផងហើយបើបងប្អូនស្ដាប់វីដេអូរបស់ខ្ញុំហើយមិនទាន់បាន follow ក៏ដូចជា subscribe channel របស់ខ្ញុំទេក៏សូមជួយចុច follow page ក៏ដូចជា subscribe channel YouTube របស់ខ្ញុំម្នាក់មួយផង